ពាក្យថាប្រតិភូភាសាអង់គ្លេសយើងនិយាយថា delegate ចឹងហ្នឹងជាខ្មែរយើងថាប្រតិភូយើងស្គាល់ពាក្យប្រតិភូមានន័យថាជាបុគ្គលម្នាក់ដែលត្រូវបានគេជ្រើសរើសដើម្បីទៅចូលរួមការប្រជុំផ្សេងជាតំណាងណាចាដើម្បីទៅចូលរួមជំនួសអញ្ចឹងគេហៅប្រតិភូអញ្ចឹងអង់គ្លេសយើងនិយាយថា delegate អូខេហើយបើសិនជាយើងចង់និយាយថាគណៈប្រតិភូយើងនិយាយថា delegation គណៈប្រតិភូមានន័យថាជាក្រុមប្រតិភូដែលជាក្រុមណាយើងទៅជាក្រុមអញ្ចឹងអាហ្នឹងគេហៅគណៈប្រតិភូគណៈប្រតិភូអញ្ចឹងអង់គ្លេសគឺ delegation right ហើយបើសិនជាយើងចង់និយាយថាគណៈប្រតិភូជាន់ខ្ពស់គេមានគណៈប្រតិភូជាន់ខ្ពស់របស់គេណាអញ្ចឹងអង់គ្លេសយើងនិយាយថា high level delegation មានន័យថាគណៈប្រតិភូជាន់ខ្ពស់អូខេអញ្ចឹងពាក្យ3នេះយើងអាចយកទៅប្រើក្នុងលក្ខណៈផ្លូវការបានណាទី1គឺប្រតិភូ delegate គណៈប្រតិភូ delegation ហើយគណៈប្រតិភូជាន់ខ្ពស់ high level delegation that's it